ណាងឲ្យមេដាបេដាកូនប្រុសកូនស្រីដែលបានរៀបពីថ្ងៃនេះចឹងក៏សូមថ្លែងអំណរគុណដល់ឯកឧត្តមលោកជំទាវលោកស្រីពិសេសបងបាទជាបងប្រុសបងស្រីអ៊ំប្រុសអ៊ំស្រីនឹងក្មួយនឹងចៅឈានដល់ចៅទៀតចៅច្រើនអញ្ចឹងក៏សូមថ្លែងអំណរគុណហើយតែអំណរគុណទៀតសូមជូនពរឲ្យបងមានសុខភាពល្អទាំងអស់គ្នាជួបតែសេចក្តីសុខរស់ស៊ីមានបានចម្រុងចម្រើនតាមណាបានសុខសប្បាយគ្រប់គ្នាបាទសូមអរគុណបាទសូមអរគុណលោកអ៊ំពូមីងទាំងអស់គ្នាដែលបានចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍សូមឲ្យពូមីងទាំងអស់គ្នាសុខសប្បាយទៅវិញសុវត្ថិភាពនឹងរកស៊ីមានបានអាយុយឺនយូរ